បងប្អូនហើយមកវល់អង្គតណើបដើម្បីធ្វើតប៉ែចាក្នុងមួយខាប់ហ្នឹងវាកន្លះគីឡូអញ្ចឹងខ្ញុំដាក់ចាំមើលខ្ញុំដាក់ប្រហែលខាប់ចេះឆ្នាំងហ្នឹងបើយើងដាក់ដល់2គីឡូវារៀងពេញហៀពេកណាអញ្ចឹងខ្ញុំដាក់តែ1គីឡូកន្លះចា1គីឡូកន្លះបងប្អូនដឹងហើយ3ខាប់ឥឡូវបាន2ណាចាំមើលខ្ញុំបន្ថែមមួយទៀតចាបន្ថែមមួយទៀតបានហើយព្រោះអីខ្ញុំរត់ដល់ដាក់2គីឡូវាច្រើនអញ្ចឹងហើយយើងយកមកលាងមកចាយើងលាងវាឲ្យស្អាតទៅហើយយើងវាល់ទឹកដែរបងប្អូនចាយើងលាងពី3ទឹកឲ្យហើយអញ្ចឹងទៅបើសិនជាយើងធ្វើតប៉ែហ្នឹងយើងវាល់ទឹកវាល់អង្ករអីត្រឹមត្រូវគឺថាដាំមកល្អបងប្អូនចាដាំឆ្នាំងធម្មតាអញ្ចឹងបានឆ្នាំងហើយលើខ្ញុំដាក់បន្ថែមនៅអំបិលចាអំបិលយើងតិចឲ្យហើយណាចាហើយនេះខ្ញុំមានម៉ាស៊ីននេះបងប្អូនចាម៉ាស៊ីនទឹកនេះគឺល្អមែនតើខ្ញុំប្រើសូម្បីតែធ្វើតប៉ែញ៉ាំក៏ខ្ញុំប្រើទឹកនឹងដែរបងប្អូនទឹកម៉ាស៊ីនហ្នឹងគឺល្អមែនតើណាចាមានសម្រាប់យើងបាញ់មុខសម្រាប់លាបថ្នាំសម្រាប់កូនក្មេងសម្រាប់ស្លសម្រាប់អូច្រើនមុខចាឥឡូវនេះខ្ញុំវាល់ហើយបងប្អូនចាំថាចេះអង្គ1គីឡូវាល់ទឹក1លីត្រកន្លះឬក៏1លីត្រ4អីចឹងទៅចាដាំឆ្នាំងណាក៏យើងវាល់អញ្ចឹងដែរណាបងប្អូនណាចាតើវាល់ត្រឹមត្រូវទៅវាបាយមកល្អឥឡូវខ្ញុំដាក់ក្នុងឆ្នាំងភ្លើងធម្មតាទេហើយខ្ញុំចុច brown រាយចា brown នេះចាខ្ញុំចុច brown តែខ្ញុំចុចនៅវាអត់ទាន់ទៅទៀតមិនដឹងតាមមូលហេតុអីដល់ពេលខ្ញុំឆែកមើលអូយនេះដោយសារវាចាក់សោដល់អញ្ចឹងខ្ញុំបើកអញ្ចឹងវាអត់ឲ្យទេចាតោះតែយើងបិទវាចាក់សោពេលដែលយើងខុកពេលដែលយើងចំអិនទៅតែយើងមួលឡុកវាចាបានយើងចុចទៅវាដើរអញ្ចឹងរៀងញ៉ៃច្រើនតិចចាអញ្ចឹងទៅវារៀងពិបាកតិចព្រោះខ្ញុំដាក់ប្រោនចានោះ50មីនិតចា50មីនិតដល់ពេលយើងដាក់ចាក់សោអីទៅទៅវាដើរបងប្អូនឃើញចានេះទៅហើយចាវាដើរទៅមកវាឆ្អិនអីធម្មតាតាមរបស់វាលោតមកយើងយកមកចាក់នេះបងប្អូនណាយ៉ាហងហុយល្អបងប្អូនណាចាដាំឆ្នាំងហ្នឹងក៏បានឆ្នាំងយើងធម្មតាក៏វល់លីត្រអញ្ចឹងដូចគ្នាបងប្អូនចាអូយហុយឡើងពេញកាមេរ៉ាតែម្ដងបងប្អូនចាឡើងហុយខ្លាំងឥឡូវខ្ញុំវាដាក់ថាអញ្ចឹងដើម្បីវាត្រជាក់ចាឲ្យវាត្រជាក់តិចហើយចាំយើងយកមេតបែមករោយបងប្អូនចានេះខ្ញុំដាក់ឲ្យវាស្ដិលថាសអញ្ចឹងវាឆាប់ត្រជាក់វែកវាស្ដើងចាឆាប់ត្រជាក់បងប្អូនពេលចុះត្រជាក់តិចហើយខ្ញុំចាប់ផ្ដើមយកមេតបែមកបងប្អូនមេតបែរបៀបណាក៏បានដែរតែខ្ញុំមានមេតបែនេះចាមេតបែហ្នឹងខ្ញុំកិនរួចរាល់ហើយមិនចាំបាច់ថាប្រមាណគ្រាប់ទេបងប្អូនរយតែបន្តិចបានហើយចានេះខ្ញុំកិនហើយខ្ញុំដាក់អញ្ចឹងក្នុងមួយគ្រាប់ឬក៏2ខ្ញុំកិនម្ដង2គ្រាប់ហ្នឹងប្រើបានច្រើនដងបងប្អូនចាយើងគ្រាន់តែរយវាតិចអញ្ចឹងទៅបានហើយអត់ថាកំណត់ថាប្រមាណទេខ្ញុំដាក់តែបន្តិចអញ្ចឹងទៅវាហុយអញ្ចឹងទៅនេះហើយកាច់ល្អទៀតបងប្អូនបាច់ដាក់ច្រើនទេចាមិនបាច់ដាក់ដល់តែ2គ្រាប់អីណាអត់ទេបងប្អូនដាក់តែបន្តិចអញ្ចឹងបានហើយរយតែបន្តិចអញ្ចឹងទៅចាហ្នឹងគ្រូខ្ញុំគាត់ប្រាប់មកមុនបងខ្ញុំចេះតវ៉ាមួយគាត់ដែរតាថាមិនដាក់តិចចឹងមិនបានវាកាច់តាមពិតទៅមែនបងប្អូនគាត់រយតែបន្តិចចឹងទៅខ្ញុំបន្ថែមតិចទៀតទៅព្រោះអីខ្ញុំរយតិចទេចាមេតបែប្រភេទណាក៏បានដែរតែខ្ញុំមានមេតបែហ្នឹងចាយើងទិញមកมันជារើសមេតបែមកសំខាន់យើងធ្វើឲ្យត្រូវក្បួនខ្នាតទី1យើងវាល់អង្គហើយយើងដាំលាងហើយយើងវាល់ទឹកដាក់ឲ្យត្រូវដាំមកដូចថាបាយហ្នឹងវាល្អគឺក៏វានេះដែរហើយនឹងរោយមេតបែហ្នឹងឲ្យត្រឹមត្រូវទៀតទៅមិនបាច់ទៅរោយច្រើនពេកទេច្រើនពេកក៏វាអត់នេះដែរបងប្អូនតិចតែប៉ុណ្ណឹងវាហុយដល់ពេលខ្ញុំត្រឡប់ចឹងហើយខ្ញុំថែមបន្តិចទៀតចាបន្តិចទេបងប្អូននិយាយទៅអត់ដល់1គ្រាប់ទេក្នុង1គីឡូកន្លះហ្នឹងខ្ញុំដាក់តែបន្តិចទេចាបន្តិចមែនតើហើយបងប្អូនពេលដែលយើងរោយតិចចឹងល្អមែនតើហើយយើងញ៉ាំដោយមានទំនុកចិត្តទៀតដាក់ច្រើនពេកទៅមានតបាយវាច្រើនពេកក៏វាអត់សូវល្អដែរបងប្អូនចានេះហើយមេខ្ញុំធ្វើតប៉ែហ្នឹងរដងមានក្បួនមានຂະຫນាតចាស់ដែរខូចឯងបងប្អូនល្អរហូត
ចាលោកគ្រូថាវីគាត់បានបរៀនខ្ញុំណាចាខ្ញុំក៏អរគុណគាត់ដែរលោកគ្រូគាត់បានហើយខែតិចធ្វើតប៉ែបានញ៉ាំឆ្ងាញ់បងប្អូនចាមានអាកំបាំងបងប្អូនចាហើយនេះឥឡូវខ្ញុំដួសដាក់ចានកែវអញ្ចឹងតែយើងកុំដួសដាក់ពេញបងប្អូនចាយើងដាក់តែកន្លះបាននៅលើកន្លះបន្តិចអីចឹងទៅដើម្បីទុកប្រឡោះចាឃើញចាស់ធ្វើតប៉ែច្រើនតែគាត់ទុកប្រឡោះកដាលហ្នឹងហើយគាត់ចាស់ដាក់កដាលមានប្រហោងអញ្ចឹងយើងអត់បានដាក់ចាស់ប្រហោងក៏យើងនេះខ្ញុំដាក់កន្លះឲ្យបងប្អូនដើម្បីមានខ្យល់អញ្ចឹងចាដាក់ប៉ុណ្្នឹងបានហើយកុំដាក់ពេញអញ្ចឹងខ្ញុំដាក់រៀងច្រើនកែវតិចចាតែដល់ពេលវាកាច់ហើយខ្ញុំយកមកដាក់ព្រួយវានៅតែប្រហែលដូចថាក្រអញ្ចឹងណាចាកែវចានកែវហ្នឹងដាក់ចូលទូទេចាឥឡូវនេះខ្ញុំដាក់ចូលទៅក្នុងនេះបានប៉ុណ្្នឹងឡើង5ចានកំតែដល់ពេលហើយខ្ញុំយកមកវាបានតិចវិញហើយនេះខ្ញុំយកដាក់ក្នុងធុងតកកបងប្អូនចាក្នុងធុងតកកយើងហ្នឹងចាដាក់ក្នុងធុងតកកទៅហប់ហើយបងប្អូនចាហើយយើងបន្ថែមនេះបាន3ថ្ងៃហើយបងប្អូន3យប់និយាយទៅគ្រប់3យប់បងប្អូនហើយនេះចេញទឹកមកបងប្អូនអើយនិយាយពីគាត់និយាយក៏ឃ្លានដែរបងប្អូនឆ្ងាញ់ហ្មងផ្អែមចាផ្អែមធម្មជាតិនេះបងប្អូនមើលវែកមើលទឹកចាអូយចេញទឹកមកបងប្អូនអើយរួយដូងពីលើមកឆ្ងាញ់តែឥឡូវហ្នឹងពេលភ្លាមអញ្ចឹងឆ្ងាញ់ហ្មងគេថាឆ្ងាញ់មធ្យមងុំដាក់ទឹកកកបានអូ2-3ម៉ោងទៀតអូយឆ្ងាញ់ផ្អែមត្រជាក់ហ្មងបងប្អូនចាឆ្ងាញ់កាន់តែឆ្ងាញ់ដាក់ទូទឹកកកទៅចាកាន់តែឆ្ងាញ់ហ្មងចាអត់មានជាតិស្ករជាតិអីទេបងប្អូនហើយគឺថាកាច់ធម្មជាតិមកហ្មងឆ្ងាញ់ណាស់បងប្អូនមើលទឹកមកបងប្អូនមកញ៉ាំមកខ្ញុំទាំងអស់គ្នាណា